មាសរបស់ម្ចាស់គណនីនីមួយៗត្រូវបានរក្សាទុកដោយឡែកពីគ្នាឃ្លាំងនេះមានបន្ទប់ចំនួន122បន្ទប់ដែលបន្ទប់នីមួយៗត្រូវបានចាត់តាំងឲ្យម្ចាស់តែមួយគត់ការដាក់បញ្ញាតូចៗត្រូវបានដាក់នៅលើធ្នើមួយដែលមានលេខសម្គាល់ច្បាស់លាស់នៅក្នុងបន្ទប់បណ្ណាល័យរួមមួយក៏ប៉ុន្តែនៅតែបែងចែកនិងតាមដានយ៉ាងច្បាស់លាស់ឬក៏ពេញលេញដែរហេតុអ្វីបានជាប្រទេសជាច្រើនរក្សាទុកមាសនៅទីក្រុងញូវយ៉កនេះមាសភាគច្រើនបានមកដល់ទីក្រុងកំឡុងពេលនិងក្រោយសង្គ្រាមលោកលើកទី2នៅពេលដែលបណ្ដាប្រទេសនៅអឺរ៉ុបស្វែងរកទីតាំងមានសុវត្ថិភាពឆ្ងាយពីតំបន់ជម្លោះសហរដ្ឋអាមេរិកនិងជាពិសេសទីក្រុងញូវយ៉កបានផ្ដល់នៅស្ថិរភាពនយោបាយគម្លាតភូមិសាស្ត្រពីសង្គ្រាមនិងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលរីកចម្រើនយ៉ាងឆាប់រហ័សការកាន់កាប់បានកើនឡើងរហូតដល់កម្រិតកំពូលនៅឆ្នាំ1973បន្ទាប់អំពីសហរដ្ឋអាមេរិកបានបញ្ចប់ការបំលែងប្រាក់ដុល្លារទៅជាមាសជាផ្លូវការនៅពេលនោះឃ្លាំងនេះទុកមាសជាង12000តោនទោះបីជាចំនួនសរុបមានការថយចុះចាប់តាំងពីពេលនោះមកដោយសារតែការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញនិងការផ្លាស់ប្ដូរយុទ្ធសាស្ត្របម្រុងទុកក៏ដោយក៏ឃ្លាំងរបស់ធនាគារកណ្ដាលនៅទីក្រុងញូវយ៉កនេះនៅតែគ្មានគូប្រៀបនៅក្នុងទំហំនៅក្នុងការរក្សាទុកមាសនេះដែរការរក្សាទុកមាសនៅក្នុងទីតាំងរួមតែមួយក៏អនុញ្ញាតឲ្យប្រទេសនានាផ្ទេរកម្មសិទ្ធិដោយមិនចាំបាច់ផ្លាស់ទីមាសដុំដោយផ្ទាល់ដែរការផ្ទេររវាងប្រជាជាតិមួយទៅប្រជាជាតិមួយអាចត្រូវបានបញ្ចប់ដោយការផ្លាស់ប្ដូរដុំមាសពីបន្ទប់មួយទៅបន្ទប់មួយនៅក្នុងឃ្លាំងប៉ុណ្ណោះសម្រាប់ថ្លៃសេវាចាត់ចែងប្រហែលជា$2ក្នុងមួយដុំមាស